នេះគឺជា Suzuki Satria Pro 2006ដែលជា Sport អនុវត្តរបស់ក្រុមហ៊ុន Suzuki ដែលនឹងប្រកាសចេញនៅក្នុងឆ្នាំ2006នេះបើតាម Channel YouTube ដ៏ល្បី Ivan Banaran ដែលគាត់ជា YouTuber របស់ប្រទេសឥណ្ឌូនេស៊ីបានធ្វើការបង្ហាញអំពីលក្ខណៈពិសេសៗរបស់ The All New Suzuki Satria Pro នេះតើនឹងមានអ្វីថ្មីនៅលើ Satria ជំនាន់ថ្មីនេះតោះតាមដានទាំងអស់គ្នាបើតាមអ្វីដែលជាការរំពឹងទុកក៏ដូចជាការបង្ហាញខ្លះនៅក្នុងរូបភាពនៃវីដេអូរបស់គាត់ Suzuki Satria Pro នឹងទទួលបានការ design ថ្មីដែលក្នុងនោះមានដូចជាការបំពាក់ភ្លើងបំភ្លឺផ្លូវដែលធ្លាប់បានបំពាក់នៅលើ Suzuki Gixxer ដែលផ្ដល់នូវភាពស្រស់ស្អាតរួមជាមួយនឹងបាច់ពន្លឺបំភ្លឺផ្លូវបានល្អជាងមុនក្រៅពីនេះការបំពាក់កុងទ័រថ្មីជាប្រភេទ LCD មានទំហំធំជាងមុនងាយស្រួលក្នុងការមើលព័ត៌មានទាក់ទងនឹងម៉ូតូនៅក្នុងពេលបើកបរម្យ៉ាងវិញទៀតនៅចន្លោះអ្នកបើកបរនិង handlebar អាចនឹងកែសម្រួលទៅជាកន្លែងចាក់សាំងឬប្រអប់ដាក់សម្ភារៈផ្សេងៗឲ្យកាន់តែទូលាយជាងមុនចំណែកភ្លើងកន្ទុយក្រោយនៅរក្សាដូចជំនាន់មុនដែរអ្វីដែលជាការរំពឹងទុកមួយទៀតនោះគឺម៉ាស៊ីនក្រុមហ៊ុន Suzuki អាចនឹងបំពាក់ម៉ាស៊ីនកម្លាំង 150cc ដែលធ្លាប់តែបំពាក់នៅលើត្រកូល GXSR 150ដែលជាម៉ាស៊ីនប្រភេទ DOHC មានប៊ីស្តុងចំនួន1ដំណើរការចំហមាន4វគ្គមានសុប៉ាប់ចំនួន4បញ្ចុះកម្ដៅដោយទឹកស្អំបាញ់សាំងក្នុងម៉ូតូចំហដោយបិចសាំងម៉ាស៊ីននេះមានដំណើរការ smooth ជាងជំនាន់មុនទាំងការសាំងនិងបញ្ចូលលេខសន្ទុះក៏ដូចជាលំញ័រតិចជាងស៊េរីមុនផងដែរប្រសិនបើក្រុមហ៊ុន Suzuki បំពាក់ម៉ាស៊ីនថ្មីនេះមែននោះវាអាចផលិតកម្លាំងបានប្រហែល19សេសក្នុងកម្រិតជុំម៉ាស៊ីន 10500 rpm និងកម្រិតរមុល14 Nm ក្នុងកម្រិតជុំម៉ាស៊ីន 9000 rpm ហើយអាចបើកបរលឿនបំផុតប្រហែល140 km ក្នុង1ម៉ោងចំណែកកម្រិតស៊ីសាំងប្រហែល30 km ក្នុង1លីត្ររាងស៊ីសាំងជាងគូប្រជែងរបស់វាហឹងដល់សនិចបន្តិចក្រៅពីអ្វីដែលបានរកខាងលើក្រុមហ៊ុន Suzuki នៅរក្សាប្រព័ន្ធបូមនិងកង់ដូចជំនាន់មុនដែរតែអ្វីដែលត្រូវបានបន្ថែមថ្មីនោះគឺប្រព័ន្ធហ្វ្រាំងដែលមានមុខងារ Anti-lock Braking System ជួយដល់ការចាប់ហ្វ្រាំងបង្ខំកាន់តែមានសុវត្ថិភាពជាងជំនាន់មុនមុខងារសំខាន់មួយចំនួនទៀតដែលក្រុមហ៊ុនអាចនឹងបំពាក់នៅលើស៊េរីថ្មីនេះផងដែររួមមានមុខងារសាកថ្មទូរស័ព្ទល្បឿនលឿនវាជួយសម្រួលបានច្រើននៅក្នុងការធ្វើដំណើរឆ្ងាយៗរួមជាមួយនឹងមុខងារជំនួយ Cabin Chase Suzuki Easy Start System ផងដែរសរុបមកការលើកឡើងខាងលើគ្រាន់តែជាការរំពឹងទុកប៉ុណ្ណោះជាក់ស្ដែងមានតែរងចាំមើលថាតើ Suzuki Satria Pro នឹងមានលក្ខណៈពិសេសៗដោយការរំពឹងទុកក៏ដូចជាបែកធ្លាយមែនឬក៏អត់ចំពោះខ្ញុំដែលជាអ្នកស្រឡាញ់ម៉ូតូខ្ញុំពិតជាចង់ឲ្យក្រុមហ៊ុនបន្តអភិវឌ្ឍនិងទម្លាក់បច្ចេកវិទ្យាថ្មីៗពី GSXR Series ដើម្បីជាប្រយោជន៍ដល់អ្នកប្រើប្រាស់តើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរអំពី Satria ជំនាន់ថ្មីនេះខ្ញុំបាន Mr. Moto សូមអរគុណសូមជម្រាបលាបាយបាយ